ចានេះគឺជាមេនំប៉័ងដែលខ្ញុំបានបង្កើតនៅថ្ងៃទី2ហើយឡើយហ្នឹងគឺយើងត្រូវប្របែកវាចាក់វាចេញពាក់កណ្ដាលមកវិញសិនយើងអាចបោះចោលក៏បានប៉ុន្តែគឺខ្ញុំអត់បោះចោលទេខ្ញុំស្ដាយអញ្ចឹងខ្ញុំប្របែកវាដាក់ចូលក្លថ្មីមួយទៀតហើយយើងទុកពាក់កណ្ដាលហ្នឹងសម្រាប់ធ្វើវាដដែលណាបងហើយគឺខ្ញុំបន្ថែមទឹកចូលតាមបរិមាណដែលខ្ញុំបានពណ៌រួចហើយតមកខ្ញុំក៏កូរវាបន្តិចសិនពេលដែលយើងកូររួចហើយយើងក៏ដាក់ម្សៅមីក៏បានម្សៅស្រូវស្លេក៏បានដែរបងតមកយើងកូរវាឲ្យសព្វចូលគ្នាជាមួយនឹងទឹកមីហើយនឹងជាមួយនឹងមេនៅថ្ងៃទី1ដែលយើងបានធ្វើហ្នឹងណាចឹងដល់ពេលយើងកូរសព្វអស់ហើយយើងក៏បិទគម្របទុកនៅកន្លែងមួយដែលវារៀងហប់ក្តៅមានកម្ដៅតិចចឹងខ្ញុំយកវាទុកមើលសិន